រឿងខ្ទមសម្រាប់3នាក់នៅសម័យកាលដែលលើផែនដីយើងនេះមានសុទ្ធតែព្រៃសត្វទាំងអស់បានរស់នៅក្នុងខ្ទមរៀងខ្លួនខ្ទមទាំងនោះធ្វើអំពីកូនឈើប្រក់ស្បូវសង់ក្នុងព្រៃឬនៅតាមទីវាលពួកសត្វទាំងនោះរស់នៅយ៉ាងសប្បាយគ្មាននរណាម្នាក់មានចំនួននឹងគ្នាឡើយថ្ងៃនេះខ្លាល្មងបានវង្វេងពេញទឹកត្រីជាច្រើនយប់មកហើយវាដេកកណ្ដាលវាលហាលទឹកសន្សើមវាគិតថាបើសង់បានខ្ទមមួយនោះវានឹងស្រួលជាងនេះវាក៏សម្រេចថានឹងសង់ខ្ទមមួយដូចគេដូចឯងវាដើររកកន្លែងយ៉ាងយូរទីបំផុតវារកឃើញកន្លែងមួយនឹងមាត់ព្រៃគឺជាកូនវាលតូចមួយមានដើមឈើធំជាម្លប់ជាកន្លែងត្រជាក់ស្រួលក៏ជាទីរមនាជាដំបូងត្រូវកាត់ស្មៅខ្ពស់ទាំងនេះក៏ដូចនេះវាក៏ទៅរកកណ្ដៀវពពែឈ្មោលពេលដើរកាត់ទីនោះវាមានគំនិតដូចខ្លាល្មងដែរនេះជាកន្លែងដែលគួររស់នៅគិតភ្លាមធ្វើភ្លាមពពែឈ្មោលយកកណ្ដៀវវាច្រូតស្មៅនោះអស់មួយវាលល្មមសង់បានកូនខ្ទមរួចវាក៏ទៅរកស៊ីបាត់ទៅស្អែកឡើងខ្លាល្មងកាន់កណ្ដៀវមកពីព្រលឹមវាភ្ញាក់ជាខ្លាំងដែលឃើញស្មៅត្រូវបានច្រូតរួចស្រេចវាគិតថាប្រហែលជាទេវតារក្សាពួកខ្លាល្មងជួយវាហើយអញនឹងមកសម្រួចបង្គោលវានិយាយម្នាក់ឯងខ្លាំងឲ្យទេវតាឮបន្ទាប់មកវាក៏ទៅរកចំណីអាហារបាត់ទៅពេលរសៀលនោះពពែឈ្មោលមកដល់ពពែឈ្មោលទៅកាប់បង្គោលនិងសម្រួចរួចជាស្រេចយកមកកោទុកនៅលើទីលានសំណង់នោះបន្ទាប់មកវាទៅរកស៊ីស្មៅបាត់ទៅព្រឹកស្អែកខ្លាល្មងមកដល់វាឃើញបង្គោលសម្រួចរួចស្រេចសម្រាប់សង់ខ្ទមវាឆ្ងល់ជាខ្លាំងស្អែកអញនឹងដាំបង្គោលទាំងនេះវាថាខ្លាំងដើម្បីឲ្យទេវតាដែលនៅពួនក្បែរនោះឮបន្ទាប់មកវាក៏ចេញទៅរកអាហារដូចមុនទៀតពេលរសៀលពពែឈ្មោលត្រឡប់មកកន្លែងសំណង់នោះទៀតវាចងផ្តោងផ្លានសម្រាប់ដំបូលរួចជាស្រេចហើយវាក៏ទៅរកស៊ីបាត់ទៅនៅព្រឹកថ្ងៃទី4ខ្លាល្មងមកដល់ការដ្ឋានវាឃើញខ្ទមវាជិតហើយគឺនៅតែប្រក់ដំបូលទៀតទេវាសប្បាយណាស់លោតហក់កញ្ជ្រោលពេញវាលទេវតានេះជាឪពុកខ្ញុំហើយស្អែកខ្ញុំមកប្រក់ដំបូលបង្ហើយវានិយាយខ្លាំងរួចវាក៏ទៅរកអាហារបាត់ទៅពេលរសៀលនោះពពែបានមកប្រក់ដំបូលខ្ទមយ៉ាងស្អាតប្រក់ហើយវាអង្គុយមើលយ៉ាងពេញចិត្តហើយវាក៏ទៅស៊ីស្មៅបាត់ទៅថ្ងៃទី5ពេលព្រឹកខ្លាល្មងមកទៀតវាឃើញខ្ទមវាហើយស្រេចវាសែនសប្បាយចិត្តវាគិតថាថ្ងៃស្អែកអញនឹងមកនៅហើយខ្លាល្មងបន្ទាប់ពីដើរកយគុណខ្ទមអស់ចិត្តហើយវាក៏ទៅរកអាហារបាត់ទៅស្អែកឡើងខ្លាល្មងបានស្ពាយអីវ៉ាន់សំពីងសំពងមកកាន់ខ្ទមរបស់គេវាភ្ញាក់យ៉ាងខ្លាំងដោយឃើញពពែឈ្មោលពពែញីបាននៅក្នុងផ្ទះនោះរួចជាស្រេចតើឯងធ្វើអ្វីក្នុងផ្ទះអញនេះខ្លាក្រហមសម្លុតនេះឬផ្ទះឯងវាជាផ្ទះអញទេសម្លាញ់ពពែបានរៀបរាប់ប្រាប់ខ្លាពីសកម្មភាពវាតាំងពីច្រូតស្មៅរហូតដល់សង់ផ្ទះនេះហើយមិនមែនទេខ្លាក្រហមគឺទេវតារបស់ខ្លាទេដែលសង់ផ្ទះនេះនិយាយតែផ្ដាស់គឺខ្ញុំទេដែលសង់ផ្ទះនេះខ្ញុំសង់តែម្នាក់ឯងគត់
ពេលនោះខ្លាល្មងបានដំឡើងសំឡេងឯពពែក៏បន្តឹងបំពង់កដែរពពែញីឃើញសភាពការនេះមិនល្អក៏ធ្វើអន្តរាគមន៍ខ្ទមយើងទូលាយដែរយើងចែកគ្នានៅទៅយើងអាចនៅ3នាក់ក៏បានចាប់ពីថ្ងៃនោះមកម្នាក់ធ្វើការតាមសមត្ថភាពជំនាញរៀងៗខ្លួនខ្លាល្មងចាប់កូនសត្វយកមកផ្ទះឯពពែឈ្មោលដើររកបន្លែបង្ការពពែញីអ្នកដាំស្លនៅផ្ទះតើសភាពការនេះថិតថេរទេនរណាដឹងថ្ងៃមួយនោះខ្លាល្មងរកចាប់កូនសត្វមិនបានវាបានលបចូលភូមិអ្នកស្រុករួចចាប់សម្លាប់បានពពែញីមួយវាយកមកដល់ខ្ទមពពែភ្ញាក់ព្រឺតពពែញីនេះជាការក្បត់កិច្ចសន្យារបស់ខ្លាល្មងយើងមិនដែលស៊ីសាច់សត្វនេះទេមិត្តអើយពពែឈ្មោលបានចេញពីផ្ទះវាទៅរកអ្នកខ្លាំងក្នុងព្រៃនោះឲ្យជួយរកសម្លាប់ខ្លាល្មងឲ្យវាមួយក្បាលពេលបានហើយវាក៏យកខ្មោចខ្លាល្មងទៅទម្លាក់នៅមុខខ្ទមខ្លាល្មងបានឃើញវាតក់ស្លុតជាខ្លាំងវាថាមិត្តអើយខ្ញុំពុំដែលស៊ីសាច់សត្វប្រភេទនេះទេខ្លាល្មងចាប់ផ្ដើមភ័យព្រួយវាគិតថាចុះអាពពែនេះវាសម្លាប់ខ្លាល្មងតាមវិធីណាពេលពពែឈ្មោលចេញបាត់ខ្លាបានលើបសួរពពែញីពីរបៀបសម្លាប់ខ្លារបស់ពពែឈ្មោលសម្លាញ់អើយប្តីខ្ញុំមានភ្នែកជាធ្មប់កាលណាគាត់ស្អប់អ្នកណាម្នាក់គាត់ថតអ្នកនោះចូលក្នុងភ្នែកគាត់មិនយូរប៉ុន្មានត្រលឹងអ្នកនោះនឹងចេញពីខ្លួនអ្នកនោះហើយដូចនេះហើយបានជាគាត់សម្លាប់ខ្លាល្មងនេះបានវាជាការសម្ងាត់របស់គាត់សូមកុំប្រាប់នរណាឲ្យសោះណាប្រយ័ត្នគាត់ខឹងខ្លាល្មងចាប់ផ្ដើមភ័យព្រួយវាញ័រដៃញ័រជើងហើយក៏បែរបន់ថាអោទេវតារក្សាខ្លាល្មងអើយសូមជួយខ្ញុំផងសូមកុំឲ្យពពែឈ្មោលថតខ្ញុំបានខ្ញុំសូមអង្វរទេវតាហាក់ដូចជាគ្មានឮពាក្យអង្វររបស់ខ្លាល្មងសោះខ្លាចេះតែនឹកថាបើវាមកវិញវាសម្លឹងអញវាថតអញនឹងបាត់ព្រលឹងអញនឹងងាប់គិតសពគិតគ្រប់ខ្លាល្មងបានលាមេពពែរួចក៏បោលចូលព្រៃបាត់ទៅគឺចាប់ពីពេលនោះមកហើយដែលខ្លាល្មងរស់នៅតែក្នុងព្រៃជ្រៅជ្រៅក្រាស់ក្រាស់ឯពពែរស់នៅតែជាមួយមនុស្សព្រោះវាយល់ថាពុំមានគ្រោះថ្នាក់ដល់វា